ពាក្យទៅមានរបួសចឹងពេទ្យកាត់ឲ្យនឹងអ្នកកាត់ជើងកាត់ជើងមួយមិនតាមបើយើងមិនកាត់ទេវានឹងមានបញ្ហាដល់កន្លែងផ្សេងទៀតកាត់យ៉ាងយើងបានកាត់វាហើយសត្វនេះទោះបីតែយើងកាត់ក៏មានបញ្ហាដែរជើងរបស់វាដោយសារតែវាប្រាស់ដៃដើម្បីចូលដល់ឈាមមួយទៅដល់ឈាមមួយហើយសត្វនេះជាប្រភេទសត្វដែលស្រឡាញ់ទេណាវាលេគូដូចជាមនុស្សជើងចឹងយើងឆាកជីលោកខាបេងជាលក្ខណៈគ្រួសារកាលពីមុនយើងដាក់សត្វខាងនេះមកគូដែរសត្វតូចមកគូដែរតែឥឡូវដោយសារតែសត្វព្រៃអត់តូចព្រៃមកខាងវាចឹងយើងកំពុងតែធ្វើការព្យាបាលវារបួសដៃចឹងប្រហែលជាព្រះអង្គឬក៏បងប្អូនឆ្ងល់ហើយតាមមូលហេតុអីបានយើងមិនដាក់វានៅជាមួយគ្នាចឹងដូចខ្ញុំជម្រាបមិញចឹងថាសត្វនេះជាសត្វរស់នៅបែបលក្ខណៈគ្រួសារប្រសិនបើញីនឹងញីឬក៏ឈ្មោះរស់នៅជាមួយគ្នាវានឹងខាត់គ្នាហើយអាសត្វតូចព្រៃនឹងវាកាលពីមុនវាធ្លាប់មកជាពលរបស់យើងហើយតូចត្រង់របស់យើងហើយយើងគាត់ថាអាចឈ្មោះនឹងអាចបង្រៀនមញីបានអញ្ចឹងយើង